ផ្ដាំសាច់រឿងមកឈូស៊ីងហានៅតែបន្តវិភាគថាព្រលឹមផ្កាយរបស់មួយយើងគឺល្អឥតខ្ចោះហើយបើយកទៅប្រៀបធៀបជាមួយនឹងព្រលឹមផ្កាយជ្រូកព្រៃកាលពីមុនដែលជារបស់អពៈហើយវិញព្រលឹមផ្កាយរបស់មួយយើងគឺមានចំណាត់ថ្នាក់ខ្ពស់ជាងហើយមិនចាំបាច់និយាយពីព្រលឹមផ្កាយចំណាត់ថ្នាក់ទាបនៅចំពោះមុខនេះនោះទេមួយយើងប្រហែលជាអាចយកឈ្នះបានយ៉ាងងាយស្រួលមើលការប្រកួតឯនេះវិញបរិបិទមុខក៏បានរត់ទៅវាយមួយយើងប៉ុន្តែក៏ត្រូវបានមួយយើងវាយគេថយមកខាងក្រោយវិញបរិបិទមុខក៏បានបញ្ជាព្រលឹមផ្កាយរបស់គេឲ្យចូលទៅមួយយើងក៏បានបញ្ជាព្រលឹមផ្កាយរបស់គេឲ្យចូលទៅដូចគ្នានៅពេលដែលព្រលឹមផ្កាយប៉ះគ្នាព្រលឹមផ្កាយរបស់មួយយើងក៏បានវាយព្រលឹមផ្កាយរបស់បរិបិទមុខប៉ាឡើងពី3ដងជាចុងក្រោយព្រលឹមផ្កាយរបស់មួយយើងក៏បានខំព្រលឹមផ្កាយរបស់បរិបិទមុខរួចក៏បោកវាចូលទៅខាងក្រោមបណ្ដាលឲ្យវារលាយបាត់ទៅនៅពេលដែលបរិបិទមុខបានឃើញព្រលឹមផ្កាយរបស់ខ្លួនរលាយបាត់បែបនេះបរិបិទមុខក៏បានបញ្ចេញស្នៀតមួយបណ្ដាលឲ្យមានរង្វង់មួយដូចជាយ័ន្តប៉ុន្តែបរិបិទមុខមិនអាចធ្វើអ្វីទៅកាន់មួយយ៉ាងបាននោះទេព្រលឹមផ្កាយរបស់មួយយ៉ាងក៏បានចោលមកខាងក្រោមបណ្ដាលឲ្យបរិបិទមុខប៉ាងថយទៅខាងក្រោយវិញបរិបិទមុខក៏រត់ចូលមកម្ដងទៀតប៉ុន្តែក៏ត្រូវបានមួយយ៉ាងដាក់មួយដៃបណ្ដាលឲ្យគេដេកស្អាតបាត់ទៅដែលបានធ្វើឲ្យមនុស្សដែលកំពុងឈរមើលនៅខាងក្រោមស្រែកហួរយ៉ាងខ្លាំងនៅពេលដែលបរិបិទមុខក្រោកឡើងគេក៏បានឃើញមួយយ៉ាងកំពុងតែដើរបរិបិទគេធ្វើឲ្យគេមានការភ័យខ្លាចជាខ្លាំងគេក៏បានស្រែកថាគេគឺព្រមចោះចាញ់ហើយលើបែបនេះមួយយ៉ាងក៏បានបែរទៅរកឈូលៀងអើហើយក៏បាននិយាយទៅកាន់ឈូលៀងអើថាបរិបិទមុខព្រមចោះចាញ់ហើយប៉ុន្តែបរិបិទមុខក៏បានលេខក្បាយថោកទាម្ដងទៀតគឺគេបានលួចវាយមួយយ៉ាងពីក្រោយខ្នងឈូលៀងអើក៏បានស្រែកឲ្យមួយយ៉ាងប្រយ័ត្នផងដែរប៉ុន្តែមួយយ៉ាងមិនអីនោះទេដោយសារតែព្រលឹមផ្កាយរបស់គេបានខាប់ដៃរបស់បរិបិទមុខជាប់មួយយ៉ាងក៏បានងាកមកចង្អុលទៅបរិបិទមុខឬក៏និយាយថាឯងបានកុហកបន្ទាប់ពីនិយាយរួចមួយយ៉ាងក៏បានហក់ទៅវាយបរិបិទមុខបណ្ដាលឲ្យគេប៉ើឡើងទៅលើអាកាសផ្ទុះខ្លាចជាកំជ្រួយបាត់ទៅនេះបានធ្វើឲ្យឈូលៀងអើនាងមានការសប្បាយចិត្តជាខ្លាំងអពៈហើយវិញក៏បានជឿទៅកាន់បរិបិទមុខថាគឺពិតជាគ្មានប្រយោជន៍បន្ទាប់មកក៏ដោតវ៉ែនឈូលៀងអើឡើងប្រកួតម្ដងឈូលៀងអើក៏បាននិយាយថានាងគឺស្ថិតនៅព្រលឹមផ្កាយដំណាក់កាលទី2អ្នកណាដែលមិនខ្លាចចាញ់សូមឡើងមកប្រកួតមកនៅពេលដែលឈូលៀងអើនិយាយចាប់ក៏បានលើសំឡេងបរិបម្នាក់ទៀតនិយាយថាក្មេងស្រីតូចអ្នកមើលទៅពិតជាមានទំនុកចិត្តខ្លាំងណាស់និយាយចាប់បរិបនោះក៏បានលោតចូលមកខាងក្រៅវិញតែឈូលៀងអើនៅតែខ្មើដដែលឈូលៀងអើក៏បាននិយាយទៅកាន់បរិសក់បបកាជុកនោះថាមិនចាំបាច់និយាយអ្វីច្រើននោះទេនិយាយចាប់នាងក៏បានបញ្ចេញព្រលឹមផ្កាយរបស់នាងមកដោយជាបាក់សៃក្រហមឈូស៊ីងហើក៏បានវិភាគថាការវាយប្រហារមុនពេលបានដឹងពីសមត្ថភាពរបស់គូប្រជែងរបស់យើងដោយបានប្រុងប្រយ័ត្ននេះគឺជាចំណុចខ្សោយមួយរបស់ឈូលីងអើមួយឈូលីងអើវិញគឺថានាងមិនអាចបាញ់ត្រូវបរិសក់បបកាជុកបាននោះទេឈូលីងអើក៏បានលោតឡើងទៅលើអាកាសប៉ុន្តែឈូស៊ីងហើក៏បានស្រែកឲ្យនាងប្រយ័ត្នឈូលីងអើក៏បានបាញ់ព្រួញទៅកាន់បរិសក់បបកាជុកប៉ុន្តែបរិសក់បបកាជុកក៏បានបាត់ខ្លួនហើយនៅពេលដែលបរិសក់បបកាជុកបង្ហាញខ្លួនម្ដងទៀតគឺនៅចំពោះមុខឈូលីងអើរួចគេក៏បានទាត់ឈូលីងអើធ្លាក់ទៅលើអាកាសឈូស៊ីងហើក៏បានមកត្រូវនាងហើយឈូស៊ីងហើក៏បានគិតថាដូច្នេះវាគឺជាបរិសក់បបកាជុកដែលមានចេតនាបង្ហាញចំណុចខ្សោយរបស់គាត់ដើម្បីបញ្ឆោតឈូលីងអើឈូលីងអើក៏បានចង្អុលទៅកាន់បរិសក់បបកាជុកហើយក៏បាននិយាយថាបរិសក់បបកាជុកនឹងគឺលេងល្បិចបរិសក់បបកាជុកក៏បាននិយាយថាការប្រកួតមានតែការចាញ់និងការឈ្នះហើយអ្វីត្រូវនិយាយថាមានល្បិចឬក៏អត់វាពិតជាពិបាកស្ដាប់ខ្លាំងណាស់ឈូលីងអើនាងរៀបដៅទៅរកបរិសក់បបកាជុកទៅហើយប៉ុន្តែក៏ត្រូវបានឈូស៊ីងហើគាត់ហើយឈូស៊ីងហើក៏បាននិយាយថាទុកបរិសក់បបកាជុកនឹងឲ្យគេប៉ុន្តែឈូលីងអើបានឲ្យឈូស៊ីងហើបំភ្លេចវាទៅព្រោះឲ្យឈូស៊ីងហើគេគឺជាមនុស្សទន់ខ្សោយប្រសិនបើឈូស៊ីងហើហ៊ានចូលទៅមានតែឲ្យគេវាយលេងប៉ុណ្ណោះឈូស៊ីងហើក៏បានតបវិញថាយ៉ាងណាមិញគេគឺជាបងប្រុសរបស់ឈូលីងអើប្រសិនបើមានគេធ្វើបាបនាងគេប្រកាសជាសងសឹកឲ្យនាងហើយនិយាយចាប់ឈូស៊ីងហើក៏បានដើរចូលទៅជូកើលេងឡងក៏បានដើរមកខាងក្រៅហើយក៏បានប្រាប់ទៅកាន់ឈូលីងអើថាកុំបារម្ភអីឈូស៊ីងហើមិនទាន់ខ្សោយដូចជានាងគិតនោះទេបរិស័ទបបកាជូក៏បានប្រាប់ទៅកាន់ឈូស៊ីងហើឲ្យចោះចាញ់ដោយស្ម័គ្រចិត្តទៅពួកគេអាចនឹងខ្លាចជាមិត្តនឹងគ្នាបានឈូស៊ីងហើក៏បាននិយាយទៅកាន់បរិស័ទបបកាជូឲ្យចោះចាញ់មុនទៅហើយចាំនិយាយរឿងខ្លាចជាមិត្តភក្តិនឹងគ្នានៅពេលក្រោយបរិស័ទបបកាជូក៏បាននិយាយថានោះគេមិនអាចធ្វើបាននោះទេដោយសារតែគេបានសន្យាជាមួយនរណាម្នាក់ថាគេនឹងយកឈ្នះការប្រកួតមួយនេះឈូស៊ីងហើក៏បាននិយាយថានោះគឺពិតជាគួរឲ្យសោកស្ដាយខ្លាំងណាស់បន្ទាប់ពីនិយាយចាប់ពួកគេក៏បានចូលទៅវាយគ្នាពីរក្បាច់បរិស័ទបបកាជូក៏បានគេចឡើងទៅលើអាកាសឈូស៊ីងហើក៏បានទៅតាមរួចមកក៏ចោះមកវិញឈូស៊ីងហើក៏បានលួចទៅវាយបរិសម្នាក់នោះម្ដងទៀតបរិស័ទបបកាជូក៏បានយកដៃរបស់គេអាចទៅកាន់ឈូស៊ីងហើហើយក៏បានលាន់បត់ថារាងកាយរបស់ឈូស៊ីងហើក៏ពិតជារឹងមាំខ្លាំងណាស់ហើយបរិស័ទបបកាជូចូលចិត្តវាមើលតែមុខរបស់ឈូស៊ីងហើពេលនេះទៅគឺដឹងហើយបាទសូម្បីតែជូកើលីឡុងនេះក៏បានសើចផងដែរឈូស៊ីងហើក៏បានលោតចូលម្ដងទៀតបង្កើតល្បឿនរបស់គេហើយក៏បានមកដល់ក្រោយក្នុងរបស់បរិស័ទបបកាជូហើយក៏បានវាយមួយដៃប៉ុន្តែបរិស័ទបបកាជូបានបាត់ខ្លួនបាត់ទៅហើយនៅពេលដែលបង្ហាញខ្លួនម្ដងទៀតបរិស័ទបបកាជូបាននៅលើអាកាសបាត់ទៅហើយបរិស័ទបបកាជូក៏បាននិយាយផងដែរថាកម្លាំងរបស់ឈូស៊ីងហើមិនទាន់ឈានដល់ព្រលឹងផ្កាយដំណាក់កាលទី1នោះទេចឹងហើយឈូស៊ីងហើមិនអាចយកឈ្នះបរិស័ទបបកាជូបាននោះទេឈូស៊ីងហើក៏បានរមូរជើងរបស់គេបន្តិចរួចក៏ដាក់បរិស័ទបបកាជូមកដែលលើសួរតាផាច់ដែលបណ្ដាលឲ្យបរិស័ទបបកាជូប៉ាំងថយទៅខាងក្រោយបាត់ទៅហើយក៏បានបណ្ដាលឲ្យបរិស័ទបបកាជូបានឈាមច្រមុះផងដែរឈូស៊ីងហើក៏បាននិយាយថាគេសុំទោសផងដោយសារតែជើងរបស់គេនឹងរមូរបន្តិចបរិស័ទបបកាជូក៏បានរត់មករកឈូស៊ីងហើទាំងកំហឹងហើយក៏បាននិយាយថាខ្ញុំនឹងសម្លាប់ឯងឈូស៊ីងហើក៏បានក្រាបចាស់រួចក៏លាតជើងរបស់គេតាក់ជើងបរិស័ទបបកាជូដែលបណ្ដាលឲ្យបរិស័ទបបកាជូដួលផ្កាប់មកស៊ីដីបាត់ទៅ